បុគ្គលការដែលចងនៅសេចក្តីក្រោធទុក្ខដូចជាយកដុំភ្លើងដាក់ក្នុងចិត្តដុតក្នុងខ្លួនឲ្យកើតគំនុំគុំគួនរកឧបាយកលបៀតបៀនជីវិតអ្នកដទៃដោយហេតុអញ្ចេះហេតុអញ្ចោះមានតែផលអាក្រក់ទៅអាក្រក់ទៅអភ័យទានគឺការឲ្យអធិស្ឋានលើកលែងទោសឲ្យអភ័យដល់មនុស្សសត្វផងគ្នាមិនឲ្យមានការភ័យខ្លាចតក់ស្លុតក្នុងជីវិតសង្ខាររបស់ខ្លួនឯយើងក៏មានសេចក្តីសុខក្នុងផ្លូវជីវិតសុខទាំងអ្នកដទៃសុខទាំងខ្លួនឯងឯការធ្វើដំណើរផ្លូវឆ្ងាយមានគេគោរពស្រឡាញ់ធ្វើឲ្យអ្នកផងទាំងពួងទុកចិត្តរហូតពេលខ្លះប្រគល់ការងារឲ្យយើងព្រោះតែយើងជាមនុស្សគ្មានពឹសមនុស្សដែលមានពឹសពុលគេមិនទុកចិត្តទៅទីណាណាគេមិនឲ្យតម្លៃនិងមានហានិភ័យដល់អ្នកដទៃផងក៏ថាបានវាជាការល្អគ្រប់យ៉ាងអ្នកក៏ធ្វើជាមនុស្សដែលមិនមានពឹសត្រូវវឹកហាត់អប់រំចិត្តប្រកបដោយសេចក្តីសង្គ្រោះអ្នកកុំគិតថាយើងជាមនុស្សអន់ថយខូចយសខូចសម្បត្តិព្រោះតែលើកលែងទោសឲ្យ